ជំនួបរវាងបរិយាលេងនវត្រានិងអតិថិជនទទួលលទ្ធផលជាវិជ្ជមានក្រមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញពន្លឿនការងារដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនិងដោះស្រាយករណីទិញឬលុបផ្ទះដីឡូគម្រោងបរិយាលេងនវត្រានិងអតិថិជនដោយបានធ្វើការបន្តពិនិត្យលើសំណើសំណងពររបស់តំណាងអតិថិជនគម្រោង 6A និងជ្រៃ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាន់យកវប្បធម៌សន្តានានិងបានវិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយពន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយចាំបាច់និងអតិភិបរបស់គម្រោងគូបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ័យ100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងស្ថិតនៅភូមិជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល